ថ្ងៃណាទៅភាពឯកានឹងវាបានធូរស្បើយវិបត្តិគ្រួសារនេះមិនស្វាងសមឡើយតើថ្ងៃណាទៅភាពឯកានឹងវាបានធូរស្បើយខ្ញុំចង់ចាកចេញទៅឲ្យឆ្ងាយខ្ញុំអស់កម្លាំងចិត្តនឹងធ្វើអ្វីទាំងអស់ប្រៀបដូចជាមានបេះដូងនៅធ្លាយធ្លុះព្រលឹងវិញ្ញាណឯកាវងវែងជាប់នៅលើកោះហើយតែចូលដល់ផ្ទះគឺលឺតែសំឡេងឆ្លោះចង់ចាកចេញពីភាពក្តៅក្រហល់កាហាយមិនចង់រស់នៅក្នុងភាពអវិជ្ជមានឡើយខ្ញុំវានៅក្មេងនឹងចង់លេងនឹងចង់សប្បាយមិនចង់ពិបាកចិត្តពីរឿងជីវិតដែលនៅឆ្ងាយឲ្យកូនសំទោបើកូនរៀនមិនពូកែឲ្យកូនសំទោបើបាត់ឪមានតែម៉ែទំនួលខំត្រូវរបងអ្នកម្ដាយច្រើនតែសូមកុំមួម៉ៅដាក់កូនព្រោះវាមិនចម្រុងចម្រើនសូមបីតែបងប្អូនក៏មើលមុខគ្នាមិនចង់ចេញពីរៀនកូនចូលទៅផ្ទះតែមកខំខ្វះភាពកក់ក្ដៅក្នុងគ្រួសារកូនមិនចង់កូនសពថ្ងៃដោយបិសាចមករំរងតើថ្ងៃណាទៅភាពឯកានឹងវាបានធូរស្បើយវិបត្តិគ្រួសារនេះមិនស្វាងសមឡើយតើថ្ងៃណាទៅភាពឯកានឹងវាបានធូរស្បើយខ្ញុំចង់ចាកចេញទៅឲ្យឆ្ងាយត្រូវរស់ដល់ណាទៀតជីវិតនេះចោលមកសៀតខ្ញុំមិនតែខ្លួនអត់វិញ្ញាណទឹកនៃត្រាស់ហលក្រៀមនឹងគេចាប់យកទៅងៀតទីរត់នៅកម្មនៃជីវិតធ្វើឲ្យខ្ញុំបាត់អត់ទឹកចិត្តអស់ពីគ្រួសារមានតែមិត្តផ្ទុយពីល្អក៏បព្រឹត្តធ្វើជាក្មេងបាត់សង្គមធ្វើឲ្យអារម្មណ៍ល្អជាងមិត្តធ្វើឲ្យសាយសបាយទោះជាមេឃភ្លៀងមិនខ្វល់ឲ្យពួកយើងសង្គមងងឹតកំពុងតែទាញគិតថាខ្លួនមិនខុសគ្មានកំហុសដោយគ្រាន់តែញៀនចង់ត្រឡប់ទៅផ្ទះតែព្រះថាកុំតាន់ទៅចង់ត្រឡប់ទៅជួបម៉ែឲ្យគេអង្កើយផ្លូវតែឲ្យទៅចូលផ្ទះដឹងតែមានចំហាយក្តៅធ្វើឲ្យខ្ញុំខ្លាចឲ្យចិត្តបន្លាចថាគុំនៅធ្លាក់រណ្ដៅខ្មៅឆៅខោខៅនឹងគ្រួសារសូមមួយរយៈរកពេលមកផ្សះផ្សាមិនតន់ហ៊ានត្រឡប់នាំពិបាកដល់មេដាកូននឹងវិលវិញសូមអ្នកម៉ែកុំភ័យណាតើថ្ងៃណាទៅភាពឯកានឹងវាបានធូរស្បើយវិបត្តិគ្រួសារនេះមិនស្វាងសមឡើយតើថ្ងៃណាទៅភាពឯកានឹងវាបានធូរស្បើយខ្ញុំចង់ចាកចេញទៅឲ្យឆ្ងាយ